គេឲ្យបងប្អូនមិននឹកស្មានថាពេលដែលជួនម្ដាយក្មេកដើរទិញអីវ៉ាន់ហើយទៅឃើញគេលក់ផ្លែត្នោតនឹងបងប្អូនហើយគឺសប្បាយចិត្តខ្លាំងមែនតើអញ្ចឹងហើយក៏នឹកឃើញថាចង់ញ៉ាំស្លមកជូរខ្ទិះគ្រឿងតាមបែបអ្នកសៀមរាបហ៎ចឹងហើយខ្ញុំទិញអាផ្លែត្នោតតែថាយើងអាចញ៉ាំបាន2 3ផ្លែចឹងទៅក៏ទិញអាទូច4 5ផ្លែចឹងទៅដើម្បីមកស្លមកជូរគ្រឿងខ្ទិះត្នោតនឹងឯងហើយបើនិយាយពីតម្លៃវិញថ្លៃរបស់គេណាមិនលំទេគឺមួយផ្លែហ្នឹងគឺ50រូបបើគិតជាលុយខ្មែរ2500គឺថ្លៃណាស់អញ្ចឹងខ្ញុំទិញអា2ផ្លែអាសម្រាប់ញ៉ាំចឹងទៅអាទូច4 5ផ្លែអស់10000រៀលតែម្ដងគឺថ្លៃខ្លាំងប៉ុន្តែมันជាអ្វីទេព្រោះរបស់កម្រមិនងាយបានជួបចឹងណាមួយចង់ញ៉ាំស្លម្ជូរគ្រឿងចឹងអត់សូនសាញ់ច្រើនទេចឹងហើយខ្ញុំទិញ4 5ផ្លែហ្មងទៅអីស្រុកខ្ញុំគ្មានផ្លែត្នោតសំបីតែម្ដើមចឹងហើយនៅពេលដែលមានគេលក់ផ្លែត្នោតម្ដងនិយាយពីអមហាអនៅពេលដែលបានមកដល់ផ្ទះអត់ទាន់បានធ្វើស្លអីទេតោះមកមើលម្ដាយក្មេកខ្ញុំសិនគាត់ដាំបាយតាមបែបឥណ្ឌានិយាយទៅគាត់ប្រាប់ខ្ញុំថាបើសិនជាខ្ញុំចង់បានសុខភាពល្អទៅឈប់ទិញកនៅក្នុងហាងគួរឲ្យទិញកតាមប្រជាជនលក់តាមផ្ទះអីចឹងណាហើយកហ្នឹងគេហៅថា Fed Rice អង្គធំគ្រាប់ធំហើយគាត់ប្រាប់ខ្ញុំថាបើសិនចង់ញ៉ាំអង្គហ្នឹងដាំបាយញ៉ាំរាល់ថ្ងៃកុំឲ្យដាំហ្គាសដាំខ្ជួងដាំប្រើស្កៃដូងទៅវាល្អជាងព្រោះអង្គហ្នឹងវាចំណាយពេលវេលាច្រើនចឹងណាហើយបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងមិនអត់ម្ដាយក្មេកខ្ញុំគាត់ដាំបាយហ្នឹងនិយាយទៅយកគ្រាប់អង្គទៅរងាស់ឲ្យឆ្អិនណាតពីឆ្អិនហើយយើងទៅគេទីងទុកឲ្យស្ងួតគេយកញ៉ាំតែម្ដងអត់យកផ្ងំដូចយើងទេតែខ្ញុំអត់ចេះញ៉ាំទេអង្គមកប្រភេទហ្នឹងញ៉ាំទៅខ្សោះរឹងមិនតាណាញ៉ាំអត់កើតសូម្បីតែប្តីខ្ញុំក៏គាត់អត់ចេះញ៉ាំអញ្ចឹងហើយបានជាប្តីខ្ញុំនិងខ្ញុំមានតែទិញកពីក្នុងហាងដែលគេហៅថា Premium ជារ៉ាយអាចតែរសជាតិអាចទទួលយកបានញ៉ាំបានខ្លះអញ្ចឹងណាអូខេហើយនេះខ្ញុំកំពុងតែចាប់ដើមរៀបបុកគ្រឿងដើម្បីយកទៅស្លម្ជូរគ្រឿងខ្ទិះនឹងឯងហើយនេះគឺជាឆ្អឹងជំនីជ្រូកដែលខ្ញុំយកស្លហ្នឹងណាហើយនៅពេលដែលខ្ញុំកំពុងតែហាន់សាច់ជ្រូកហ្នឹងក៏មានបងប្អូនខ្មែរយើងគាត់ជាអ្នកផលិតវីដេអូដូចខ្ញុំដែរគាត់សួរខ្ញុំថាម៉ាក់សុកជីអើយថ្ងៃនេះធ្វើម្ហូបអីហើយខ្ញុំក៏រាយរាប់ថាថ្ងៃនេះស្លម្ជូរគ្រឿងខ្ទិះត្នោតគាត់គ្រាន់តែលឺអញ្ចឹងគាត់ថាមិនដែលថាមានស្លម្ជូរគ្រឿងខ្ទិះត្នោតទេធ្លាប់តែលឺកកោខ្ទិះត្នោតបានលឺដល់ពេលស្លម្ជូរគ្រឿងខ្ទិះត្នោតចឹងវាប្លែកចឹងហើយគាត់ក៏សួររសជាតិថាមិនអីចឹងនិយាយទៅស្លម្ជូរគ្រឿងខ្ទិះត្នោតខ្ញុំគិតថាបងប្អូននៅតំបន់ផ្សេងនៅស្រុកខ្មែរយើងប្រកាសជាមិនស្គាល់ទាំងអស់គ្នាទេសូម្បីតែខ្ញុំដំបូងខ្ញុំអត់ស្គាល់ដែរទើបតែខ្ញុំបានមករស់នៅសៀមរាបទេខ្ញុំធ្លាប់ញ៉ាំម្ដងនៅពេលខ្ញុំធ្វើការវីតូយ៉ាដល់ពេលញ៉ាំទៅវាឆ្ងាញ់ចឹងហើយនៅពេលដែលខ្ញុំបាននៅឥណ្ឌាឲ្យតែឃើញផ្លែត្នោតម្ដងដឹងធ្វើអាស្លម្ជូរគ្រឿងខ្ទិះតែបើរឿងកកោខ្ទិះខ្ញុំអត់ចូលចិត្តអត់ឆ្ងាញ់ទេបងប្អូនជឿខ្ញុំយកអាត្នោតនេះយកទៅស្លម្ជូរគ្រឿងខ្ទិះអូយឆ្ងាញ់ខ្លាំងណាស់ជាពិសេសជាមួយឆ្អឹងចានីខ្ចីដាក់មកអែមតែម្ដងហើយចំពោះផ្លែត្នោតដែលខ្ញុំបានចិត្តហើយចឹងទៅក៏ខ្ញុំត្រាំទឹកអំបិលច្របាច់ឲ្យវាអស់ល្វីងឲ្យអស់ថាវាចត់អីចឹងណាហើយឥឡូវនេះផងដែរគ្រឿងខ្ញុំតែចំណាយពេលឡើងមកព្រឹកថ្ងៃត្រង់បុកខាន់ផងទាំងអស់ហើយក៏ហើយជាស្រេចតែម្ដង